តែយន្តហោះហ្នឹងមានប្រាង្គអត់ហើយយន្តហោះមានសផ្លេអត់បាទហេតុអ្វីបានជាយន្តហោះឲ្យអ្នកដំណើរចេញតែតាមច្រកទ្វារខាងឆ្វេងអាឡានតូចដែលកំពុងតែរុញយន្តហោះថៃក្រោយនេះបងប្អូនគឺមានឈ្មោះថា Airbus 321បាទដែលមានទម្ងន់ប្រហែលជា10តោននោះវ៉ាវបាទតូចតែខ្លួននេះណាបងប្អូនបាទទម្ងន់ប្រហែល10តោនអាចរុញយន្តហោះរហូតទៅដល់បាទ50តោនឬក៏អាចរុញយន្តហោះខ្នាតធំរហូតទៅដល់200តោនឡើងទៅបាទនឹងបាទចង់អាឡានតូចនឹងមិនធម្មតាទេបងប្អូនបាទនេះគឺជាដែលបងប្រុសដែលគាត់ធ្វើការនៅក្នុងនោះបងប្អូនដែលគាត់ខមមិនប្រាប់ហើយក៏អរគុណទៅដល់បងប្រុសផងដែរដែលបានប្រាប់បាទតាក់ទងជាមួយនឹងព័ត៌មានឡានតូចនឹងផងដែរធ្វើយើងបានអស់ចម្ងល់ខ្លះៗបាទអរគុណបងប្រុសធំបាទឥឡូវយើងមកមើលខមមិនបងប្រុសមួយបាទគាត់សួរថាតែយន្តហោះហ្នឹងមានប្រាង្គអត់ហើយយន្តហោះមានសផ្លេអត់បាទខ្ញុំមើលហើយខ្ញុំចង់សើចបងប្អូនបាទសំណួរគាត់ល្អដែរខ្ញុំក៏ឆ្ងល់ដែរខ្ញុំក៏មិនដែលបានសួរទៅលើគេដែរបាទបងប្រុសសួរមកលើវីដេអូបងប្អូនគាត់ដឹងឆ្លើយដែរបងប្អូនអត់ដែលឃើញយន្តហោះបើកយកផ្លេទីតបងប្អូនបាទបងប្អូនដែលធ្លាប់ឮអាចជួយខមមិនបានបាទហើយបងតើយន្តហោះមានប្រាង្គអត់ហ្នឹងខ្ញុំក៏អត់ឆ្លើយចេញដែរបងប្អូនបាទអរគុណសម្រាប់ចម្ងល់របស់បងបាទចម្ងល់របស់បងគឺបាទមានប្រសិទ្ធភាពបាទតែអត់ចម្លើយបាទខ្ញុំមិនអាចឆ្លើយបានទេបាទហើយមួយទៀតផងដែរបាទយន្តហោះតម្លៃបាទរាប់លានដុល្លារតែអត់មានលេខថៃក្រោយអន់ជាងគូយន្តឬឡានឬអត្រាទឿទៀតបាទត្រូវបងប្អូនយន្តហោះតម្លៃរាប់លានមែនបងប្អូនប៉ុន្តែបាទលេខអាយ៉ែថៃក្រោយខ្ញុំក៏អត់ដឹងដែរសម្រាប់បងដែលដឹងពីបញ្ហាហ្នឹងអាចជួយខមមិនប្រាប់បានណាបងណាតើយន្តហោះនោះមានលេខអាយ៉ែថៃក្រោយអត់តែប្រហែលជាអត់ទេតាមមើលទៅបងប្អូនបាទបើសិនជាមានលេខអាយ៉ែថៃក្រោយឧទាហរណ៍តែកំពុងតែបើអញ្ចឹងទៅពិលុតច្រឡំដាក់លេខអាយ៉ែថៃក្រោយមិនទៅណាបងប្អូនបាទនឹងហើយអានឹងខ្ញុំនិយាយលេងទេណាបងប្អូនណាបើតែមានមិនមានខ្ញុំក៏អត់ដឹងដែរបើតែពាក្យច្រើនឃើញពេលអាយ៉ែអីសិតតែអាកូនឡានតូចនឹងជាអ្នករុញទៅបាទអរគុណសម្រាប់ខមមិនសួរណាបងណាបាទមានខមមិនមួយទៀតបងប្រុសក៏សួរថាហេតុអ្វីបានជាយន្តហោះឲ្យអ្នកដំណើរចេញតែតាមច្រកទ្វារខាងឆ្វេងបាទសំណួរនេះល្អដែរបាទគឺជាចម្ងល់ដែរពេលបងប្រុសសួរអញ្ចឹងមកទើបខ្ញុំឆ្ងល់ដែរបងប្អូនបាទធ្លាប់ជិះយន្តហោះដែរហើយក៏ធ្លាប់សម័យមើលពេលច្រកចេញឃើញឆ្វេងមែនបាទហើយសម្រាប់ចម្លើយនោះគឺមិនដឹងដែរមិនដឹងទេបងប្អូនបាទបើសិនជាបងប្អូនដឹងក៏ជួយឆ្លើយដែរមកណាបងប្អូនណាបាទដោយសារខ្ញុំអត់ដឹងដែរតែហេតុអ្វីបានជាគ្រប់យន្តហោះភាគច្រើនឲ្យអ្នកដំណើរបាទចេញតែច្រកខាងឆ្វេងបាទអញ្ចឹងវាជាចម្ងល់មួយដែរបាទអញ្ចឹងបាទចេះមិនដល់ឆ្ងល់មិនកើតគឺខ្ញុំនឹងឯងបងប្អូនបាទអញ្ចឹងមិនអាចបកស្រាយបានទេបាទដោយសារឆ្ងល់ដូចគ្នាណាបងណាបាទសូមអធិស្ឋានចំណុចនឹងហើយសម្រាប់បងនេះដឹងអាចជួយខមមិនប្រាប់ផងបានបាទហើយមានខមមិនបងប្រុសមួយទៀតបាទតើប្អូនដែលធ្លាប់បំរើខាងផ្នែកសេវាកម្មយន្តហោះនឹងអត់បាទហើយមួយទៀតថ្ងៃក្រោយបើសិនជាប្អូនមិនដឹងកុំអធិប្បាយនាំឲ្យខ្មាស់គេប្អូនប្រុសបាទអូខេបាទអញ្ចឹងខ្ញុំក៏សូមអរគុណទៅដល់បងប្រុសខមមិនផងដែរបាទតាកតងជាមួយនឹងខ្ញុំក៏សូមជម្រាបឲ្យបងអស់ចម្ងល់ប្រហែលជាបងអត់ដែលបានមើលវីដេអូរបស់ប្អូនផងដែរបាទសម្រាប់ជាមួយនឹងការងារខាងហ្នឹងគឺប្អូនមិនមែនជាអ្នកធ្វើនៅខាងហ្នឹងទេហើយតាកតងជាមួយនឹងការយល់ដឹងក៏មិនមានជាជំនាញបងប្អូនដែរអញ្ចឹងបងប្អូនក៏សូមខន្តីអភ័យទោសហើយក៏អរគុណសម្រាប់ការខមមិនរបស់បងប្អូនគួរតែធ្វើការនៅក្នុងពលានដូចគ្នាដែរប៉ុន្តែបងប្អូនធ្វើតួនាទីផ្សេងនៅក្នុងហ្នឹងបាទអញ្ចឹងជាក្នុងពលានហើយក៏មិនមានជាចំណេះដឹងបងប្អូនឬក៏ជាអាជីពបងប្អូនទេគ្រាន់តែពេលបងប្អូនសម្រាប់ពីការងារបងប្អូនចូលចិត្តថតវីដេអូចឹងទៅខ្ញុំក៏ទំនេរពីការងារតែងតែថតយន្តហោះហ្នឹងដើម្បីជូនទៅដល់ពុកម៉ែបងប្អូននៅតាមជនបទដែលគាត់មិនបានចូលទៅជិតឬក៏គាត់មិនដែលបានឃើញយន្តហោះពីចម្ងាយឬក៏អាចឃើញទល់ភ្នែកចឹងទៅឲ្យគាត់បានឃើញលក្ខណៈមួយកំដរអារម្មណ៍នៅពេលការក្រោយពីការទំនេរបាទពីការងាររបស់គាត់ប្រចាំថ្ងៃឬពីក្រោយការបាយថ្ងៃត្រង់បាយថ្ងៃល្ងាចមុនចូលទំនេរពេលល្ងាចអីចឹងណាបងប្អូនបាទណាបងបាទតែបើឲ្យបងប្អូនទៅរៀបរាប់ឲ្យជំនាញមិនមែនទេបងប្អូនមិនមែនជាអ្នកធ្វើការខាងនោះបងប្អូនក៏សំខាន់តែអភ័យទោសរាល់កំហុសខុសឆ្គងដែលបងប្អូនបកស្រាយទៅបើសិនជាខុសក្នុងប្រការណាមួយប៉ះពាល់ទៅដល់ខាងក្រុមហ៊ុនឬក៏ខាងអ្នកបងដែលធ្វើការនៅ
ក្នុងពលានហ្នឹងក៏សូមអធិស្ឋានដល់បងប្អូនផងបាទដោយសារបងប្អូនហ្នឹងមិនមែនជាអ្នកចែករំលែកចំណេះដឹងអីទេគាត់តែចែករំលែកវីដេអូផ្លែកសប្បាយអញ្ចឹងទៅបាទដើម្បីឲ្យបងមើលឲ្យធូរអារម្មណ៍អញ្ចឹងទៅណាបងណាបាទចុងក៏សូមអធិស្ឋានម្ដងទៀតទៅដល់ពុកម៉ែបងប្អូនផងដែរបាទវីដេអូដែលបងប្អូនបង្ហោះទៅហ្នឹងមិនមែនបងប្អូនជាអ្នកជំនាញហើយក៏មិនមែនបងប្អូនធ្វើការនៅខាងហ្នឹងដែរហើយបើសិនជាបងបាទកំពុងតែមើលវីដេអូនេះពេញចិត្តឲ្យខ្ញុំថតបន្តទៀតបាទជួយ comment ថាអូខេឬក៏ពេញចិត្តខ្ញុំនឹងនៅតែព្យាយាមថតឲ្យបងប្អូនបាទបានទស្សនាលេងតែបើសិនជាគិតថាវាអត់ប្រយោជន៍ហើយវាមិនវាប៉ះពាល់អ្វីផ្សេងបងជួយ comment ប្រាប់មកបងប្អូននឹងធ្វើតាមពីព្រោះអីការថតបងប្អូនគឺដើម្បីឲ្យបងប្អូនជាអ្នកមើលតែបើសិនជាអ្នកមើលអត់មើលហើយយើងធ្វើទៅវាប៉ះពាល់ទៅដល់សង្គមឬក៏ប៉ះពាល់ទៅដល់អ្វីផ្សេងតែមិនល្អគឺខ្ញុំអត់ធ្វើដែរបាទដោយសារអីដោយប្រទេសមួយរីកចម្រើនទោះតែយើងជាមនុស្សម្នាក់បាទជាអ្នកធ្វើខ្លួនឯងជាទង្វើដែលយើងប្រជាជនឬក៏ទង្វើដែលខ្លួនយើងធ្វើល្អទៅប្រទេសនោះមានការរីកចម្រើនអញ្ចឹងក្នុងនោះខ្ញុំក៏ជាធនធានមួយដែរសម្រាប់ធ្វើឲ្យប្រទេសកម្ពុជារបស់យើងរីកចម្រើនអញ្ចឹងបើសិនជាខ្ញុំធ្វើទៅវាប៉ះពាល់ទៅដល់ប្រទេសគ្មានការរីកចម្រើនខ្ញុំគួរតែមិនធ្វើទេបាទដើម្បីអនាគតប្រទេសរបស់យើងទៅមុខទៀតបងប្អូនឃើញហើយដោយសារតែប្រទេសរបស់យើងធ្លាប់ទើបតែងើបពីសង្គ្រាមមកតែយើងមានការដើរទៅមុខប៉ុណ្ណឹងគឺបានល្អមែនទែនបាទអញ្ចឹងយើងឃើញហើយដូចប្រទេសចៅសៀមដែលគេដៀលយើងហ្នឹងសត្វតាពូជល្ងងពូជក្រមកប្រទេសអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺជាវីដេអូដែលចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនបើសិនជាពេញចិត្តជួយ follow page ហើយនឹងបាទ like ផង